បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការ save file save ឯកសារទៅជា file PDF អញ្ចឹងអ្នកទាំងអស់គ្នាស្គាល់ file PDF ទេឥឡូវខ្ញុំសូមបង្ហាញ file មួយអញ្ចឹង file PDF គឺនេះវាចេញជាទម្រង់បែបនេះហើយកន្ទុយខាងក្រោមនេះវាចេញយ៉ាងណា PDF អញ្ចឹង file មួយនេះកាលណាយើងបើកយកមកនៅគឺវាចេញទម្រង់ចេះយើងចង់កែសរសេរអីគឺ set ក៏ទេនៅលើនេះណាអាហ្នឹងគេហៅថា file PDF ហើយយើងងាយស្រួលសម្រាប់ send ឲ្យគេតាមរយៈ Telegram ឬក៏តាម email អីផ្សេងៗហ្នឹងឯងឬក៏ copy យកទៅ print នៅកន្លែងផ្សេងណាអញ្ចឹងរបៀបយើង save file ហ្នឹងដើម្បីយើង save ជា file PDF ហ្នឹងបានអ្នកទាំងអស់គ្នាត្រូវមានឯកសារសិនអញ្ចឹងឧទាហរណ៍ថាខ្ញុំទៅបើកកម្មវិធី Word មួយអញ្ចឹងយើងបើកកម្មវិធី Word មួយឥឡូវឧទាហរណ៍ថាយើងត្រូវមានឯកសារសិនដើម្បីយើង save ទៅជា file PDF នឹងបានណាអញ្ចឹងខ្ញុំសូមដូរ font សិនដាក់ថារបៀបរក្សាឯកសារជា file PDF ចឹងនេះដោយសារវាខុស font សូមសេរីឲ្យវាស្រួលមើលតិចអូខេអញ្ចឹងរបៀបរក្សាឯកសារជា file PDF អញ្ចឹង file ដែលយើងកំពុង save នេះគេហៅថា file Microsoft Word file រស់ហ្នឹងជា software អញ្ចឹងបើសិនជាយើងចង់ save ជា PDF យើងអាច save ជា file សម្រាប់កែបានមួយយើងចូល file ហើយយើង save ធម្មតាមកមួយសិនអញ្ចឹងនេះយើងដាក់ឈ្មោះវាទៅឥឡូវលុបឈ្មោះហ្នឹងមកហើយចុច save អូខេឥឡូវថាយើងបិទមើលនេះអញ្ចឹង file នឹងមិញគឺជា file Word អញ្ចឹងយើង save បានជា file Word នឹងមួយអញ្ចឹងបើសិនជាយើងចង់បាន file នឹងជា file PDF អ្នកទាំងអស់គ្នាចូលទៅក្នុង file ហើយចុចរើសយកពាក្យថា save as នេះក៏បានដែរនេះឥឡូវយើងយក save as មកហើយទៅរើសទីតាំងទុកឯកសាររបស់យើងមកហើយកន្លែងនេះកន្លែង save as ហើយហ្នឹងយើងដូរយកនេះ PDF នេះអ្នកនរគ្នាចុចយក PDF មកហើយចុច save ដល់ពេលហ្នឹង file ហ្នឹងវានឹងបំលែងចេញជា file PDF នេះណាវាលោតចេញមកឲ្យយើងមើលឥឡូវយើងសាកបិទវាសិនមកនេះវាលោតនៅលើនេះហើយអូខេអញ្ចឹងហ្នឹងរបៀបដែលយើង save ទៅជា file PDF អញ្ចឹងអ្នកទាំងអស់គ្នាគួរតែចេះប្រើ file មួយហ្នឹងចេះ save វាដើម្បីងាយស្រួលសម្រាប់យើង send ឲ្យអ្នកផ្សេងគាត់មើលណាអូខេអញ្ចឹងអរគុណច្រើនសម្រាប់មេរៀនហ្នឹងមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នានៅវីដេអូបន្ទាប់